សួស្តីពុកម៉ែបងប្អូននេះស្វាយនេះគេល្បីឲ្យផ្អែមហ្នឹងបងក្តឹបស្វាយបាទហើយតឡឹងតឹងបាទឡឹងតឹងធម្មជាតិតំបេះមកបាទនេះអំបិលបាទធំបងប្អូនប៉ុណ្ណាណៃធំហើយគេថាផ្អែមដូចទឹកឃ្មុំចឹងបាទចាំមើលមកសាក់អស់គ្នាមើលអូនផ្អែមជីវិតពេលខ្លះពេលដាច់លុយមែនតើសូម្បីតែហ្នឹងក៏ផ្អែមដែរបងប្អូនអត់គូសាកធំហ្នឹងអត់ជូរហើយបងប្អូន